សួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះផងដែរខ្ញុំនឹងនាំបងប្អូនទៅទស្សនានិងស្វែងយល់ពីប្រវត្តិខ្លះៗនៃប្រាសាទដ៏មានចំណាស់ជាងគេមួយក្នុងសម័យចេនឡាប្រាសាទសម្បូរព្រៃគុកមានទីតាំងស្ថិតនៅភូមិសម្បូរឃុំសម្បូរស្រុកសម្បូរខេត្តកំពង់ធំដែលមានចម្ងាយប្រហែល30គីឡូម៉ែត្រភាគឦសាននៃទីរួមខេត្តអ្នកទេសចរអាចធ្វើដំណើរពីស្ពានស្ទឹងសែនតាមផ្លូវជាតិលេខ6ប្រហែល7គីឡូម៉ែត្រដល់ផ្លូវបំបែកត្រង់ចំណុចដាវដៃកំពង់ស្វាយរួចបន្តដំណើរទៅមុខទៀតតាមផ្លូវជាតិលេខ62ប្រហែល11គីឡូម៉ែត្ររួចបត់ស្ដាំតាមផ្លូវលេខ219ប្រមាណ15គីឡូម៉ែត្រទៀតទើបដល់ប្រាសាទសម្បូរព្រៃគុកជាប្រភេទរមណីយដ្ឋានវប្បធម៌និងប្រវត្តិសាស្ត្រជារាជធានីចាស់ឈ្មោះថាឦសានបុរៈសម័យនោះទីនេះជាមជ្ឈមណ្ឌលនៃព្រហ្មញ្ញសាសនាសម្រាប់ឧទ្ទិសថ្វាយដល់ព្រះសិវៈប្រាសាទនៅទីនេះក៏សាងឡើងនៅក្នុងរជ្ជកាលព្រះបាទឦសានវរ្ម័នទី1នៅក្នុងសតវត្សទី7នាសម័យចេនឡាតំបន់ប្រាសាទសម្បូរព្រៃគុកចែកចេញជា3ក្រុមសំខាន់ៗគឺទី1ក្រុមប្រាសាទសម្បូរទី2ក្រុមប្រាសាទកណ្ដាលនិងទី3ក្រុមប្រាសាទយាយពាន់ឬនាគពាន់ប្រាសាទទាំងអស់នេះសាងសង់អំពីថ្មបាយក្រៀមឥដ្ឋតាន់និងថ្មភក់ភាគច្រើននៃប្រាសាទទាំងនេះក៏សាងក្នុងរាជស្ដេច3អង្គគឺទី1ព្រះបាទឦសានវរ្ម័នទី1ទី2ព្រះបាទមហេន្ទ្រវរ្ម័នទី3ព្រះបាទភវរ្ម័នទី2ដោយឡែកខ្ញុំបាទលើកយកប្រាសាទមួយស្ថិតក្នុងក្រុមទី2ដែលមានសន្តានពេញលក្ខណៈហើយអ្នកទេសចរភាគច្រើននិយមថតរូបទុកជាអនុស្សាវរីយ៍គឺប្រាសាទតោមកអធិប្បាយប្រាសាទតោគឺជាក្រុមប្រាសាទដែលនៅកណ្ដាលក្នុងតំបន់សម្បូរព្រៃគុកមានកំពែងព័ទ្ធជុំវិញ2ជាន់ប្រាសាទតោសាងសង់អំពីឥដ្ឋថ្មភក់មានកម្ពស់20ម៉ែត្រមានរាងចតុកោណកែងប្រាសាទតោមានកាំជណ្ដើរចំនួន7កាំនិងមានកម្រាលជើងជណ្ដើរជារាងត្របកផ្កាឈូកមួយសន្លឹក
ក្រុមប្រាសាទតោទាំងអស់មានតួប៉មចំនួន43ប្រាសាទប៉ុន្តែសប្តាហ៍នេះមានតែប្រាសាទមួយទេដែលមានរូបរាងពេញលក្ខណៈគឺប្រាសាទតោនេះឯងក្រៅពីនោះគេឃើញតែសំណង់ទីទួលដោយដំបូកនិងឃើញសេសសល់តួថ្មខ្លះៗតែប៉ុណ្ណោះមូលហេតុដែលធ្វើឲ្យប្រាសាទនៅក្នុងតំបន់សម្បូរព្រៃគុកបាក់បែកទ្រុឌទ្រោមជាខ្លាំងគឺដោយសារកត្តាចំនួន3យ៉ាងទី1កត្តាធម្មជាតិទី2កត្តាមនុស្សបំផ្លាញនិងទី3ដោយសារកត្តាសង្គ្រាមនៅក្នុងឆ្នាំ1970មិនមានសេសសល់សិលាចារឹកណាមួយតាក់ទងនឹងប្រាសាទនេះឲ្យបានក្បោះក្បាយឡើយខណៈដែលឈ្មោះប្រាសាទតោនេះគឺដោយសារតែអ្នកភូមិឃើញមានតោនៅពីខាងមុខប្រាសាទទើបបានជានាំគ្នាដាក់ឈ្មោះថាប្រាសាទតោតែម្ដងទៅជាថ្ងៃទី8ខែកក្កដាឆ្នាំ2017តំបន់ប្រាសាទសម្បូរព្រៃគុកត្រូវបានសម្រេចចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៅទីក្រុងក្រាកូវប្រទេសប៉ូឡូញជាទីបញ្ចប់ខ្ញុំសូមផ្ដាំផ្ញើដល់កូនខ្មែរគ្រប់រូបថាកិច្ចការពារទ្រព្យសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិជាភារកិច្ចរបស់យើងទាំងអស់គ្នាសូមអរគុណសូមជម្រាបលា